ជំរាបសួរនិងសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរយើងវិលត្រឡប់មកជួបគ្នាវិញជាមួយនឹងដំណើររឿងបែបរន្ធត់ដែលជាដំណើររឿងចែករំលែកដោយបងប្អូនដែលគាត់បានជួបរឿងហេតុនឹងដោយផ្ទាល់ហើយគាត់បានចែករំលែកសម្រាប់បងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តហើយថ្ងៃនេះដែរយើងមានដំណើររឿងមួយដែលតាក់ទងទៅនឹងការធ្វើការងារនៅក្នុងរោងចក្រតែដំណើររឿងនេះយើងទទួលបានពីបងស្រីម្នាក់ដែលគាត់បានចែករំលែកហើយយើងនឹងចូលទៅស្ដាប់ទាំងអស់គ្នាថាតើដំណើររឿងដែលគាត់បានជួបប្រទះហើយគាត់ចែករំលែកនឹងមានដំណើរសាច់រឿងបែបណាអញ្ចឹងកុំឲ្យខាត់ពេលយូរអញ្ចឹងបងប្អូនទាំងអស់គ្នាចូលទៅស្ដាប់កំសាន្តទាំងអស់គ្នារឿងនេះត្រូវបានចែករំលែកដោយបងស្រីម្នាក់ដែលគាត់គឺជាសិស្សទៅតែបញ្ចប់ថ្នាក់ទី12បងប្អូនគាត់ជាសិស្សដែលធ្វើការបញ្ចប់ថ្នាក់ទី12តែដោយគេហៅថាកត្តាជីវភាពគាត់អត់សូវទូធាចឹងទៅគាត់ក៏អត់បានបន្តការសិក្សារៀនសូត្រជានិស្សិតបន្តការសិក្សាទៅកាន់សាកលវិទ្យាល័យដែរអញ្ចឹងគាត់ក៏សម្រេចចិត្តចាក់ចេញពីស្រុកកំណើតរបស់គាត់នឹងឡើងមកកាន់ទីក្រុងភ្នំពេញដើម្បីស្វែងរកការងារធ្វើហើយក្នុងកំឡុងពេលហ្នឹងដែរការងារដែលគាត់ធ្វើហ្នឹងគឺធ្វើជាកម្មការិនីរោងចក្រដែលគាត់ធ្វើនៅរោងចក្រមួយកន្លែងហើយគាត់ប្រាប់ថាការឡើងមកកាន់ទីក្រុងភ្នំពេញរបស់គាត់ហ្នឹងគឺប្រើប្រាស់ជីវិតបែបសាមញ្ញធម្មតាដោយព្រឹកឡើងអញ្ចឹងទៅគាត់ចាក់ចេញពីផ្ទះគាត់ថាគាត់ក្រោកម៉ោង6អញ្ចឹងទៅងូតទឹកងូតអីហើយគាត់ចេញទៅធ្វើការលុះដល់ល្ងាចប្រឡប់អីគាត់ក៏ត្រឡប់មកពីធ្វើការវិញក៏ប៉ុន្តែថ្ងៃខ្លះដែលគាត់ធ្វើការថែមម៉ោងអញ្ចឹងទៅគាត់អាចត្រឡប់មកផ្ទះវិញរហូតដល់ម៉ោង 7-9 យប់អីអញ្ចឹងទៅហើយគាត់ប្រាប់ថាជីវិតធ្វើការនៅទីក្រុងរបស់គាត់ហ្នឹងគឺធម្មតាគឺផ្លុបចេញផ្លឹមចេញផ្លុបចូលអញ្ចឹងទៅហើយគាត់ក៏បានស្គាល់មិត្តភ័ក្តិស្គាល់ច្រើនដែរដោយសារបងប្អូននឹងស្រាប់ហើយនៅរោងចក្រប្រកាសជាមានអ្នកធ្វើការជាមួយគ្នាច្រើនអញ្ចឹងប្រការណាបើយើងជាមនុស្សដែលគេហៅថាប្រកែសម្ដីប្រកែការតាក់ទងតិចគឺប្រកាសជាមានមិត្តភ័ក្តិអីច្រើនហើយប៉ុន្តែបើទោះបីយើងមានមិត្តភ័ក្តិច្រើនដល់ក៏អត់ប្រកាសថាសុទ្ធតែអ្នកស្រឡាញ់យើងដែរប្រកាសជាមានអ្នកអត់ចូលចិត្តអត់ពេញចិត្តយើងហើយគាត់ប្រាប់ថាការធ្វើជាកម្មការិនីរោងចក្រហ្នឹងគឺកន្លែងខ្លះអញ្ចឹងទៅគឺត្រូវឲ្យឈរធ្វើការមួយថ្ងៃពេញអញ្ចឹងទៅអញ្ចឹងត្រូវប្រើប្រាស់កម្លាំងច្រើនហើយក៏ត្រូវការបាយទៀងពេលដែរហើយបាយគ្រប់គ្រាន់ព្រោះត្រូវធ្វើការមួយថ្ងៃពេញអញ្ចឹងត្រូវការកម្លាំងដើម្បីធ្វើការអញ្ចឹងបងស្រីហ្នឹងគាត់ឈ្មោះធីតាហ្នឹងគាត់ប្រើប្រាស់ជីវិតរបស់គាត់នៅក្នុងទីក្រុងភ្នំពេញក្នុងការធ្វើការនឹងធម្មតាហើយគាត់ក៏រស់នៅបន្ទប់ជួលមួយដែលបន្ទប់ជួលហ្នឹងគាត់រស់នៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលឈ្មោះថាស្រីណាហើយគាត់រស់នៅជាមួយមិត្តភ័ក្តិគាត់ហ្នឹងហើយគាត់ប្រាប់ថាពេលដែលគាត់ចេញពីធ្វើការហ្នឹងគាត់អត់ជិះអីទេបងប្អូនគាត់ថាគាត់ដើរមកដោយសារតែបន្ទប់ជួលរបស់គាត់ហ្នឹងគឺនៅជិតរោងចក្រហ្នឹងតែហើយចំណែកឯការធ្វើការងារក្នុងរោងចក្រវិញបងប្អូនគាត់មានមនុស្សស្រីម្នាក់ដែលគាត់ថាគាត់ទៅតែស្គាល់គ្នាបងប្អូនដែលជាអ្នកធ្វើការនៅរោងចក្រហ្នឹងបងស្រីហ្នឹងក៏ឈ្មោះសុភាហើយគាត់ប្រាប់ថានៅក្នុងរោងចក្រគឺបងស្រីហ្នឹងគាត់ចិត្តល្អបងប្អូនគាត់ជួយប្រហាត់បង្រៀនការងារជួយណែនាំជួយអីចឹងទៅហើយបងធីតាហ្នឹងក៏គាត់សប្បាយចិត្តដែរព្រោះគាត់ទៅចូលធ្វើការដំបូងហើយមានអ្នកជួយណែនាំមានអ្នកជួយអីចឹងទៅធ្វើឲ្យយើងដឹងថាយើងត្រូវធ្វើមិនក៏ប៉ុន្តែដំបូងមកទៅស្រាប់តែអត់អីទេបងប្អូនតែប៉ុន្តែយូរទៅអារឿងហេតុហ្នឹងក៏ចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងហើយចាប់ផ្ដើមមានបញ្ហាច្រើនយូរទៅដោយបងធីតាហ្នឹងគាត់ប្រាប់ថាថ្ងៃមួយហ្នឹងមេរបស់គាត់បងប្អូនមេការនៅកន្លែងរោងចក្រហ្នឹងស្រាប់តែហៅគាត់ទៅស្ដីឲ្យហើយមូលហេតុដែលស្ដីឲ្យហ្នឹងគឺគាត់ថាដោយសារតែហ្នឹងហើយបងប្អូនមិត្តមេការហ្នឹងហៅគាត់ទៅស្ដីឲ្យដោយសារតែមេការថាគាត់ធ្វើការងារហ្នឹងគឺរយៈធ្វើមិនត្រឹមត្រូវឬក៏ថាធ្វើឲ្យខូចខាតអីច្រើនហ្នឹងទៅក៏ប៉ុន្តែបងធីតាហ្នឹងគាត់ស្រាប់តែភ្ញាក់ផ្អើលដោយសារតែការងារគឺគាត់ធ្វើប្រុងប្រយ័ត្នបងប្អូនគាត់ធ្វើដោយយកចិត្តទុកដាក់ហើយមើលទៅដូចជាមានខុសអីទេព្រោះណាមួយគាត់ក៏ទទួលបានការណែនាំទទួលបានការបរៀនពីបងស្រីសុភាដែលជាអ្នកស្គាល់គ្នាមួយគាត់ថ្មីបងប្អូនអញ្ចឹងក៏គាត់ក៏អត់
ទៅប្រកែកដែរគាត់ក៏ទទួលសុំទោសហើយក៏ថានឹងលើកក្រោយហ្នឹងទៅមិនឲ្យមានកំហុសមិនឲ្យមានអីទេក៏ប៉ុន្តែគាត់ចាប់អារម្មណ៍រឿងមួយបងប្អូននៅពេលដែលគាត់ចេញពីបន្ទប់របស់មេការវិញគឺបងស្រីសុភាគាត់មើលទៅបងស្រីធីតាហ្នឹងគាត់មើលហើយគាត់ញញឹមតិចហាក់បីដូចជាលក្ខណៈថាគាត់សំបំណងរឿងអីមួយបងប្អូនហើយចាប់ពីថ្ងៃហ្នឹងទៅគឺម៉ាស៊ីនដេររបស់គាត់ហ្នឹងគឺតែងតែមានបញ្ហារហូតជួនកាលដេរទៅខូចជួនកាលចឹងទៅកាំងហើយឲ្យតែពេលមានបញ្ហាហ្នឹងមេរបស់គាត់តែងតែស្ដីឲ្យបើទោះបីជាអត់មានអ្នកគេទៅប្រាប់នេះក៏ដោយគាត់មេគាត់អត់ដឹងទេក៏ប៉ុន្តែឲ្យតែមានបញ្ហាហ្នឹងតែលឺដល់មេគាត់លឿនហ្នឹងអញ្ចឹងក៏បងស្រីធីតាហ្នឹងក៏ចាប់ដើមអត់ស្រួលក្នុងចិត្តអញ្ចឹងទៅលក្ខណៈថាមានប្រផ្នូលអត់ល្អនៅក្នុងអារម្មណ៍នៅក្នុងចិត្តហ្នឹងទៅអញ្ចឹងក៏គាត់ក៏តែងតែទទួលបានការស្ដីឲ្យពីមេរបស់គាត់ពីមេការដោយសារតែបញ្ហាការងារអត់រលូនអត់អីចឹងទៅហើយស្រាប់ថ្ងៃមួយគាត់ឃើញបងស្រីសុភាបងប្អូនដែលដំបូងបរៀនប្រហាត់បងស្រីជីតាក៏តែយូរទៅចាប់ផ្ដើមប្លែកទៅហ្នឹងហើយគាត់ឃើញបងស្រីសុភាហ្នឹងស្រាប់ថាដើរទៅចិត្តតុកដែលគាត់ធ្វើការតុកម៉ាស៊ីនដេរហ្នឹងគាត់ដើរទៅចិត្តហ្នឹងហើយស្រាប់តែបងស្រីធីតាហ្នឹងឃើញបងស្រីសុភាហ្នឹងដាក់ស្អីមួយទេមកដុំនៅក្រោមតុកធ្វើការរបស់គាត់ហ្នឹងអញ្ចឹងគាត់ឃើញហ្នឹងគាត់ធ្វើជាមើលអត់ឃើញទេបងប្អូនគាត់ធ្វើជាមើលឃើញហើយទៅពេលដែលបងស្រីសុភាហ្នឹងដើរចេញផុតគាត់ក៏ដើរទៅស្រាប់តែពេលគាត់ដើរទៅមើលគាត់ឃើញអ្វីដែលបងស្រីសុភាដាក់ហ្នឹងគឺជាប្រភេទម្សៅបងប្អូនដូចជាម្សៅសដូចជាម្សៅខ្មៅបងប្អូនហើយមានអំបិលលីមួយអំបិលលីអីចឹងណាហើយមានដាក់ខ្ចប់ជាមួយនឹងស្លឹកឈើហើយដាក់នៅកន្លែងក្រោមតុរបស់គាត់ធ្វើការបងប្អូនគាត់ឃើញអញ្ចឹងគាត់ក៏មានអារម្មណ៍ថាអត់ស្រួលគាត់ក៏បានទៅសួរទៅមិត្តស្រីណាមិត្តគាត់ដែលធ្វើការនៅជាប់តុជាមួយគាត់ហ្នឹងគាត់ក៏សួរអញ្ចឹងទៅគាត់ក៏អត់ដឹងដែរបងប្អូនបងស្រីដែលជាមិត្តភក្តិធ្វើការនៅចិត្តរបស់បងធីតាហ្នឹងគាត់ក៏អត់ដឹងអញ្ចឹងគាត់ក៏សួរអីហ្នឹងទៅគាត់ក៏ប្រាប់ថាក៏មានគេប្រាប់ថាអាហ្នឹងគឺជាប្រភេទអំពើមួយដែលគេធ្វើសម្រាប់ផ្ចាញ់ផ្ចាលអីចឹងទៅហើយគេក៏ប្រាប់ទៅថាអាប្រភេទអំពើហ្នឹងគឺភាគច្រើនអ្នកដែលមានចិត្តចំណែនអ្នកដែលមានចិត្តឈ្នានីសគ្នាអ្នកដាក់ចឹងទៅចឹងបងស្រីធីតាហ្នឹងគាត់ក៏ចាប់ផ្ដើមភ័យខ្លាចហើយគាត់ក៏ព្យាយាមទៅរកនឹកមើលហេតុការណ៍ដែលគាត់ជួបបងប្អូនគាត់តែងតែទទួលបានការស្ដីឲ្យពីមេពីអីចឹងទៅហើយស្រាប់តាគាត់ជួបចឹងហើយគាត់ក៏អត់សូវខ្វល់ទេព្រោះគាត់គាត់ថាពេលខ្លះបែរមកពីកាយគាត់អត់ល្អដែរអញ្ចឹងគាត់ក៏ហីចឹងទៅហើយគាត់ក៏យករបស់របរដែលបងស្រីសុភាយកដាក់ហ្នឹងយកទៅបោះចោលទៅស្រាប់តែថ្ងៃមួយនៅពេលថ្ងៃមួយគាត់ធ្វើការថែមម៉ោង9គាត់ធ្វើការថែមម៉ោងគាត់ចេញយប់ជ្រៅចេញរហូតដល់ម៉ោង 7:10 យប់អញ្ចឹងគាត់ក៏ដើរមកតាមផ្លូវដើរមកផ្ទះគាត់វិញព្រោះដូចប្រាប់ខាងដើមអញ្ចឹងបងប្អូនគាត់ផ្ទះជួលបន្ទប់ជួលហ្នឹងគឺនៅចិត្តរោងចក្រហ្នឹងដែរអញ្ចឹងគាត់ដើរប្រហែល10នាទីអីដល់ហើយអញ្ចឹងបន្ទាប់ពីគាត់ធ្វើការថែមម៉ោងហើយគាត់ក៏ចេញមកផ្ទះហើយគាត់ដើរតាមផ្លូវហ្នឹងស្រាប់តែគាត់ងាកទៅមើលកន្លែងមួយគាត់ឃើញស្ត្រីម្នាក់មនុស្សស្រីម្នាក់គាត់ឈរត្រឹងបងប្អូនអត់មានចលនាមានអីទេហើយឈរនៅខាងមុខគាត់ប្រហែលចម្ងាយពី100ម៉ែត្រទេគាត់ដើរ100ម៉ែត្រអីទៀតចឹងទៅដល់កន្លែងអ្នកម្នាក់ស្រីនឹងឈរហើយគាត់ប្រាប់ថាម្នាក់ស្រីហ្នឹងគឺស្លៀកពាក់សបងប្អូនហើយសក់ហ្នឹងវែងបាំងមុខប៉ុន្តែគាត់គិតថាប្រហែលជាអ្នកធ្វើការដូចគាត់ដែរព្រោះមានស្លៀកពាក់សនោះដូចឯកសណ្ឋានក្នុងរោងចក្រគាត់ចឹងទៅគាត់បានគិតអីប្រេះដែរគាត់គិតថាប្រហែលជាអ្នកធ្វើការធ្វើអីមួយគាត់ចឹងទៅគាត់ក៏ដើរទៅចិត្តបានន័យថាគាត់ដើរទៅបន្តទៀតហើយដើររហូតដល់ចិត្តកន្លែងដែលស្ត្រីនឹងឈរដែលមនុស្សស្រីនឹងឈរគាត់ក៏មើលទៅមុខនាងប៉ុន្តែគាត់ប្រាប់ថាគាត់មើលទៅយ៉ាងណាក៏ដោយគាត់អត់ស្គាល់គាត់មើលទៅអត់ស្គាល់ទេថាមើលទៅដូចមិនដែលស្គាល់អ្នកស្រីនោះទេក៏ប៉ុន្តែនៅពេលដែលគាត់ប្រឹងសម្លឹងមើលស្រាប់តែមនុស្សស្រីដែលឈរហ្នឹងបើកភ្នែកមកមើលគាត់ហើយបើកមើលលក្ខណៈរៀងសម្លក់បងប្អូនគាត់ក៏ភ័យខ្លាចគាត់ស្មានថាអ្នកដែលចាប់ចម្រិតឬក៏អ្នកដែលមានបំណងអត់ល្អគាត់ក៏ភ័យពេកគាត់ក៏រត់ទៅផ្ទះ
ọt đào đấy nó buồn quạt cổ đọt thấy quạt ông hiên nghiệm mưa cào này xe tới giúp nâng một to bị quạt chụp hai ca nâng hai quạt phía tới quạt kê nhật lụi bóng phồn quạt nợ phây quạt nợ khơi nhà đường để quạt chụp nâng hay kéo bị hát ca nâng tiết bóng phồn hát ca để quạt chụp để mình xem dịch quạt phía ta ngay muối chương cá quạt khơi rụp riêng một nữ sợi nét chô là lại trong sai đây bóng phồn thôi càng nghe đông chạm mình kia điệp chụp tộc đây đó mình điệp chùa chẳng có sẽ phải khơi nữ sợi đã nâng khang trong cái hay mơ tới sầm lệ bóng vẽ nó cứ sầm lệ bóng vẽ đôi hay sẵn than đại kia thôi càng đang đông chạm này té đôi quạt chụp bị dục rằng cứ quạt mơ mấy câu mơ ngoài này hay nữ sợi năng là để cho thằng ăn miên cho là na ăn bị nghĩa tới na tới này thì còn té nó về để bon sợi thì na nó còn clip này tầm một plate đây có xem tập bắt nữ sợi trong tờ hay con có xua tầm mật room ca nghe bao quạt ở bốn quạt xua tới quạt có vẻ thà quạt bàn khơi chạy cho tới hay xua tới miền top score mình nè sợi nằng ót miền room riêngแบบนี้phân phiệpแบบนี้còn té bông bông nằng mày nhé nó phải đại quạt phiệpปีพันพี่เพียปีดำนาได้กอดจูบแต่ทั้งให้เสียแต่ในขนมโรงจักรนั่งบนเนี่ยได้ធ្វើការងារโรงจักรមួយគាត់ហ្នឹងប្រាប់ថានៅកន្លែងហ្នឹងបងប្អូនមានរឿងច្រើននៅកើតឡើងហើយគាត់ប្រាប់ថាកុំបាច់ចង់ដឹងកុំបាច់ស្រួយទៅប្រឹងតែធ្វើការធ្វើងារហើយបើកប្រាក់ខែធ្វើអីទៅបើនិយាយពីហេតុការនិយាយពីរឿងរ៉ាវគឺមានច្រើនណាស់មិនចង់ដឹងទេគាត់ក៏ចាប់ផ្ដើមឆ្ងល់ក្នុងចិត្តទៅបងប្អូនគាត់ថារោងចក្រហ្នឹងមានរឿងអីកើតឡើងខ្លះមានរឿងច្រើនហ្នឹងរឿងបែបម៉េចជាប្រភេទរឿងល្អរឿងមិនសូវល្អឬក៏រឿងបែបរន្ធត់បែបគួរឲ្យភ័យខ្លាចៗយ៉ាងទៅគាត់ក៏ចេះថាការៈចិញ្ចឹមចិត្តឆ្ងល់អីចឹងទៅក៏ប៉ុន្តែក្រោយពីគាត់និយាយចឹងហើយស្រាប់តែមានមិត្តភក្តិគាត់ម្នាក់ដែលជាអ្នកធ្វើការងារនៅនឹងមួយគ្នាហ្នឹងគាត់ក៏បានមកប្រាប់ថានៅកន្លែងរោងចក្រហ្នឹងពីមុនមានកម្មការនីដែរគាត់ជាអ្នកធ្វើការក្នុងរោងចក្រហ្នឹងដែរគាត់ជាមនុស្សស្រីបងប្អូនគាត់ធ្វើការនៅជួរដែលបងធីតាអង្គុយហ្នឹងហើយប៉ុន្តែគាត់អង្គុយនៅខាងចុងគេហើយគាត់នឹងប្រឹងប្រែងធ្វើការងារបងប្អូនថែមម៉ោងផងអីផងក៏ប៉ុន្តែស្រាប់តែថ្ងៃមួយគេឃើញម្នាក់ស្រីហ្នឹងគឺដេកនៅលើតុដេហ្នឹងមកបងហើយគេឃើញដេកយូរពេកគេក៏ឆ្ងល់ហើយគេក៏ដើរទៅមើលចឹងទៅស្រាប់តែគេឃើញថាម្នាក់ស្រីហ្នឹងបានស្លាប់បាត់ហើយគេសន្និដ្ឋានថាប្រហែលជាមកពីគាត់ខ្យល់កឬក៏អស់កម្លាំងខ្លាំងពេកដោយសារតែគាត់ប្រឹងប្រែងធ្វើការផងឲ្យផងថែមម៉ោងចឹងទៅគាត់ក៏បានស្លាប់នៅកន្លែងលើតុធ្វើការហ្នឹងបន្ទាប់ពីម្នាក់ស្រីនឹងស្លាប់បាត់ចឹងទៅគេក៏តែងតែឃើញគាត់ញយបងប្អូនជួនកាលចឹងទៅអ្នកដែលធ្វើការថែមម៉ោងនៅក្នុងរោងចក្រហ្នឹងតែងតែឃើញសម្ោមនុស្សស្រីម្នាក់នៅឈរចុងចិត្តតុកដែលម្នាក់ស្រីធ្វើការបងប្អូនហើយចាប់ពីថ្ងៃហ្នឹងទៅបន្ទាប់ពីដែលបងធីតាគាត់ដឹងពីរឿងរ៉ាវហ្នឹងក៏ចាប់ផ្ដើមភ័យខ្លាចហើយគាត់ក៏កាត់បន្ថយការធ្វើការងារថែមម៉ោងដែរគាត់ប្រាប់ថាថ្ងៃណាដែលមានអ្នកថែមម៉ោងច្រើនបានគាត់ធ្វើក៏ប៉ុន្តែនៅពេលណាដែលថ្ងៃណាដែលអត់សូវមានអ្នកថែមម៉ោងទេគាត់អត់ធ្វើទេអត់ថែមម៉ោងដែរទេព្រោះគាត់ខ្លាចឃើញមនុស្សស្រីនឹងទៀតបងប្អូនព្រោះពីមុនគាត់ឃើញក៏គាត់អត់សូវភ័យខ្លាចដែរដោយសារតែគាត់អត់ដឹងពីដើមរឿងអត់ដឹងពីមូលហេតុអត់ដឹងពីរឿងរ៉ាវអីក៏ប៉ុន្តែបន្ទាប់ពីគាត់ដឹងពីរឿងរ៉ាវហ្នឹងហើយគាត់ក៏លែងហ៊ានទៅដែរគាត់ចាប់ផ្ដើមភ័យខ្លាចហើយអញ្ចឹងគាត់ក៏ពេលចេញពីធ្វើការងារធ្វើអីចឹងទៅគាត់ក៏ត្រឡប់មកផ្ទះត្រឡប់មកវិញអីមកផ្ទះអីធម្មតាមកបន្ទប់ជួយគាត់ធម្មតាចឹងទៅក៏ប៉ុន្តែថ្ងៃដែលគាត់ទទួលបានរឿងរ៉ាវហ្នឹងហើយគាត់ចេញពីធ្វើការគាត់ត្រឡប់មកផ្ទះវិញបងប្អូននឹងវិញគាត់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែដើរតាមក្រោយគាត់ហើយដើរតាមក្រោយហ្នឹងបងប្អូនគឺដើរលក្ខណៈបែបចិត្តគាត់ហ្មងគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងមានអារម្មណ៍ភ័យខ្លាចហើយគាត់ក៏បើកមកដល់បន្ទប់ជួលគាត់ក៏បើកទ្វារចូលបន្ទប់បើកអីធម្មតាក៏ប៉ុន្តែចម្លែកត្រង់ថាពេលដែលគាត់ធ្វើដំណើរតាមផ្លូវហ្នឹងគាត់មានអារម្មណ៍ថាមានអ្នកដើរតាមគាត់ម្ដងហើយក៏ប៉ុន្តែនៅពេលដែលគាត់បើកទ្វារចូលបន្ទប់គាត់នេះគាត់មានអារម្មណ៍ថាមានដង្ហើមមនុស្សម្នាក់
ដើរចូលបន្ទប់តាមគាត់ដែរហើយគាត់ភ័យបងប្អូនគាត់ស្មានតែមានអ្នកចាប់ចម្រិតមានអីដើរតាមគាត់អញ្ចឹងទៅស្រាប់តែគាត់ងាកខ្លួនងាកទៅមើលក្រោយខ្នងគាត់អត់មានឃើញណាគេទេស្រាប់តែគាត់ងាកមកក្បែរអាទ្វារគាត់ទៅបងប្អូនដល់ពេលគាត់ចូលដល់បន្ទប់ហើយគាត់ក៏បិទទ្វារតែគាត់បិទទ្វារហ្នឹងមិនមែនបិទគេហៅថាមិនងាកទៅបិទទេគាត់ថាគ្រាន់តែយកអាដៃហ្នឹងរុញទ្វារបិទហ្មងហើយគាត់ដល់ពេលដែលគាត់លឺអាដង្ហើមមនុស្សហ្នឹងហើយគាត់ងាកទៅមើលអត់ឃើញប៉ុន្តែនៅពេលដែលគាត់ងាកមើលអាជ្រុងទ្វារម្ខាងនេះស្រាប់តែគាត់ឃើញរូបរាងអាស្ត្រីដែលគាត់ជួបនៅរោងចក្របងប្អូននៅឈរឡើងចុងជួរដែលគេធ្វើការហ្នឹងគាត់ឃើញម្នាក់ស្រីហ្នឹងឈរនៅក្នុងបន្ទប់ហ្នឹងហើយគាត់ក៏ចាប់ផ្ដើមភ័យខ្លាចបងប្អូនព្រោះគាត់ដឹងថាស្ត្រីមនុស្សស្រីហ្នឹងជាណាគេហើយជាមនុស្សដែលស្លាប់នៅកន្លែងធ្វើការហើយតាមគាត់មកដល់បន្ទប់ផងអញ្ចឹងគាត់ចាប់ផ្ដើមភ័យខ្លាចគាត់ហូរលក្ខណៈថាស្រែករកពុទ្ធោបងប្អូនបនគុណម៉ែគុណឪផងឯផងក៏ប៉ុន្តែគាត់ព្យាយាមធ្វើចិត្តបងប្អូនព្រោះគាត់មានអារម្មណ៍ថាម្នាក់ស្រីហ្នឹងដូចជាអត់មានមើលទៅដូចជាមានម្ដងអាក្រក់អត់មានធ្វើបាបគាត់ទេគាត់ក៏ចាប់ផ្ដើមព្យាយាមធ្វើចិត្តសម្រួលចិត្តឡើងវិញស្រាប់តែគាត់មើលទៅម្នាក់ស្រីហ្នឹងវិញ្ញាណម្នាក់ស្រីហ្នឹងស្រាប់តែចង្អុលទៅអាជ្រុងបន្ទប់របស់បងធីតាហ្នឹងគាត់ចង្អុលហ្នឹងហើយអាជ្រុងបន្ទប់ហ្នឹងគឺគាត់ចង្អុលទៅក្រោមគ្រែដែលគាត់សម្រាកហ្នឹងបងប្អូននៅពេលគាត់ឃើញវិញ្ញាណម្នាក់ស្រីហ្នឹងគាត់ចង្អុលយ៉ាងណាហើយគាត់ក៏ដាច់ចិត្តដើរទៅមើលតាមកន្លែងដែលម្នាក់ស្រីនឹងចង្អុលទៅគាត់ក៏មើលតែក្រោមហ្នឹងហើយមើលតែក្រោមជើងគ្រែបងប្អូនគាត់ក៏ឃើញមានកញ្ចប់មួយហើយកញ្ចប់ហ្នឹងគាត់មើលទៅហាក់បីដូចជាធ្លាប់ស្គាល់គាត់ក៏ដកចេញមកបងប្អូនហ្នឹងមែនអាកញ្ចប់ដែលគាត់បានឃើញហើយនឹងអាកញ្ចប់ដែលគាត់ឃើញនៅក្នុងអាក្រោមតុគាត់ធ្វើការគឺដូចគ្នាមានអំបិលហើយលាយជាមួយអាម្សៅខ្មៅហើយខ្ចប់ជាមួយអាស្លឹកឈើស្ងួតគាត់ឃើញអញ្ចឹងគាត់នឹកឃើញដល់កន្លែងគាត់ធ្វើការគាត់ឃើញគាត់ប្រកាសថាអាហ្នឹងគឺជាអំពើប្រកាសជាមានតែគេយកមកដាក់អញ្ចឹងគាត់ក៏ចាប់ដើមភ័យខ្លាចព្រោះគាត់គិតថាអាហ្នឹងអំពើហើយប្រកាសជាមានអ្នកណាមួយយកអាហ្នឹងយកមកដាក់នៅបន្ទប់គាត់ហើយបងប្អូនគាត់ប្រាប់ថាអ្នកដែលយកមកដាក់នៅបន្ទប់គាត់ប្រកាសជាមិនមែនតែគេឆ្ងាយទេព្រោះគាត់ថាមានតែអ្នកជិតស្និទ្ធមួយគាត់ទេបានអាចចូលមកបន្ទប់គាត់បានហើយបន្ទប់ហ្នឹងគឺគាត់រស់នៅតែពីរអ្នកមិត្តភក្តិទៀតហើយមិត្តភក្តិរបស់គាត់ហ្នឹងគឺដូចគាត់ចឹងចេញទៅធ្វើការបាត់តតែយប់អីបានត្រឡប់មកផ្ទះវិញត្រឡប់មកបន្ទប់ជួលវិញនៅពេលដែលគាត់ឃើញចឹងហើយគាត់អត់នេះអីច្រើនទេបងប្អូនគាត់ក៏សម្រាកអីធម្មតាព្រោះគាត់ធ្លាប់ឃើញពីមុនអញ្ចឹងគាត់ក៏អត់សូវភ័យខ្លាចទេដែរគាត់ក៏សម្រាកអីចាប់តែព្រឹកឡើងគាត់អត់ទៅធ្វើការទេបងប្អូនគាត់ដាក់ច្បាប់មួយថ្ងៃហើយគាត់ទៅសួររកចាស់រកគ្រូរកអីមើលអញ្ចឹងណាបងប្អូនគាត់ទៅរកគ្រូម្នាក់មើលអញ្ចឹងទៅគេក៏ប្រាប់ថាអាហ្នឹងគឺជាអំពើដែលមានគេធ្វើមកលើគាត់អញ្ចឹងទៅហើយអំពើហ្នឹងគឺធ្វើជាប្រភេទអំពើដែលធ្វើដោយអ្នកដែលចំណែនអ្នកដែលអត់ពេញចិត្តអ្នកអត់ស្រឡាញ់អ្នកដែលឈ្នានីសយើងហើយគេធ្វើហ្នឹងគឺធ្វើចង់ឲ្យយើងទទួលបានការមិនពេញចិត្តពីអ្នកដទៃទទួលបានការសពខ្ពើមពីអ្នកដទៃហើយបានន័យថាវាអត់ល្អមិនធ្វើឲ្យយើងធ្វើការងារនេះមិនរលូនធ្វើការងារនោះមិនរលូនចឹងទៅហើយគ្រូហ្នឹងក៏ប្រាប់ទៀតថាក៏តែបងស្រីធីតាហ្នឹងសំណាងត្រង់ថាគេធ្វើអំពើដាក់មែនតែអំពើហ្នឹងគឺដាក់ត្រូវបានតែមួយភាគឯងប៉ុន្តែមួយភាគទៀតត្រូវទទួលបានការការពារពីអ្វីមួយហើយបងស្រីធីតាហ្នឹងគាត់ក៏ចាប់ផ្ដើមភ្ញាក់ផ្អើលនៅពេលឮថាមានអ្នកការពារគាត់អត់ឲ្យគាត់ត្រូវអំពើហ្នឹងទាំងស្រុងបងប្អូនអញ្ចឹងគាត់ក៏ចាប់ផ្ដើមសួរទៅលោកគ្រូថាមានអីការពារហ្នឹងជាប្រភេទអីវិញលោកគ្រូអញ្ចឹងគាត់សួរអញ្ចឹងបងប្អូនហើយលោកគ្រូហ្នឹងក៏គាត់ប្រាប់ថាតាមតែគាត់មើលទៅគឺមានវិញ្ញាណដែលជួយចាំការពារហើយវិញ្ញាណហ្នឹងគឺជាវិញ្ញាណដែលបងស្រីធីតាហ្នឹងឃើញអាចមើលឃើញហើយជួបប្រទះសឹងតែរាល់ថ្ងៃអញ្ចឹងស្រាប់តែពេលដែលបងធីតាគាត់ឮពាក្យដែលលោកគ្រូនឹងនិយាយអញ្ចឹងហើយគាត់ក៏នឹកឃើញទៅដល់វិញ្ញាណរបស់បងស្រីដែលគាត់ស្លាប់នៅក្នុងរោងចក្រព្រោះគាត់ឃើញវិញ្ញាណគាត់រហូតតាំងពីក្នុងរោងចក្រ
តាមផ្លូវរហូតដល់តាមគាត់មកដល់ក្នុងផ្ទះហើយវិញ្ញាណបងស្រីហ្នឹងគឺជាវិញ្ញាណដែលប្រាប់អាកន្លែងដែលគេដាក់អំពើនៅក្នុងបន្ទប់របស់គាត់បងប្អូនអញ្ចឹងគាត់ក៏ដឹងហើយថាវិញ្ញាណដែលការពារគាត់ហ្នឹងគឺវិញ្ញាណបងស្រីហ្នឹងអញ្ចឹងលោកគ្រូហ្នឹងក៏បានជួយធ្វើកិច្ចពិធីដោះអំពើដល់អីហើយគាត់ក៏សួរទៅបងស្រីធីតាហ្នឹងថាចង់ដាក់អំពើហ្នឹងទៅអ្នកដែលធ្វើបញ្ញត្តិក៏ប៉ុន្តែបងស្រីធីតាគាត់ប្រាប់ថាអត់ទេជួយឲ្យលោកគ្រូដោះតាមអំពើហ្នឹងចេញឲ្យអស់ទៅគាត់អត់ចង់បានន័យថាអត់ចង់ចងពីអត់ចង់នៅធ្វើទៅវិញទៅមកបើកាលណាធ្វើចឹងទៅវាអត់ចប់អត់ហើយចឹងគាត់ប្រាប់ថាសូមឲ្យតែលោកគ្រូដោះអំពើនឹងចេញហើយគឺហើយអញ្ចឹងលោកគ្រូនឹងក៏បានធ្វើពិធីដោះអំពើដោះអីហើយចឹងទៅលោកគ្រូក៏ប្រាប់ថាកុំភ្លេចធ្វើបុណ្យធ្វើកុសលឧទ្ទិសជូនដល់វិញ្ញាណរបស់ម្នាក់ស្រីហ្នឹងផងព្រោះគាត់ខំការពារខំតាមថែរក្សាអញ្ចឹងណាមួយវិញ្ញាណគាត់គឺជាវិញ្ញាណតែតោលតែអត់ទាន់ចាប់កំណើតទេគាត់នៅវល់នៅកន្លែងធ្វើការព្រោះប្រហែលជាពេលដែលគាត់ស្លាប់ហ្នឹងគឺគាត់នៅតែគិតខ្វល់ខ្វាយពីការងាររបស់គាត់អញ្ចឹងក៏ឲ្យបងស្រីធីតាហ្នឹងប្រឹងប្រែងធ្វើបន់ធ្វើកុសលអញ្ចឹងដែរឧទ្ទិសឲ្យបងស្រីហ្នឹងបន្ទាប់ពីគាត់ទៅកន្លែងគ្រូដោះអំពើដល់ហើយគាត់ក៏ចេញមកវិញគាត់ក៏ឈៀងចូលទៅទិញផ្លែឈើទិញគ្រឿងតិចតួចហើយចូលទៅក្នុងវត្តមួយដើម្បីប្រគេនយកទៅប្រគេនព្រះសង្ឃបងប្អូនហើយគាត់ក៏ប្រគេនអីហើយគាត់ក៏ទិកុសលដល់វិញ្ញាណរបស់បងស្រីហ្នឹងក៏ប៉ុន្តែគាត់ប្រាប់ថាបន្ទាប់ពីគាត់ដោះអំពើដោះអីហើយគាត់ត្រឡប់មកផ្ទះវិញគឺគាត់នៅតែឃើញវិញ្ញាណបងស្រីហ្នឹងរស់ដងបងប្អូនឃើញដូចរស់ដល់ចឹងឃើញនៅជួនកាលនៅកន្លែងខាងចុងតុកជួនកាលនៅតាមផ្លូវជួនកាលនៅមុខបន្ទប់គាត់ញ៉ាំទៅតែគាត់អត់មានផ្លែចិត្តអត់មានអីទេក៏ប៉ុន្តែគាត់ផ្លែចិត្តថងថាថ្ងៃមួយគាត់ចាប់អារម្មណ៍ថាដូចជាបាត់បងស្រីសុភាបងប្អូនគាត់ប្រាប់ថាដូចជាបាត់បងស្រីសុភាយូរថ្ងៃហើយគាត់ក៏ចាប់ដើមទំចាប់អារម្មណ៍អត់ដឹងថាបាត់តាំងពីណាដឹងថាយូរគាត់ក៏ចាប់ដើមសួរទៅអ្នកដែលធ្វើការមួយគ្នាហ្នឹងគាត់ប្រាប់ថាបងស្រីសុភាហ្នឹងគឺគាត់ខានមកធ្វើការហ្នឹងយូរហើយប្រហែលជិតមួយអាទិត្យហើយគាត់ហ្នឹងបានត្រឡប់ទៅស្រុកកំណើតដោយសារតែបងស្រីសុភាហ្នឹងគឺឈឺធ្ងន់បងប្អូនឈឺធ្ងន់រហូតដល់ស្គមស្គាំងហើយចង្ការរវើពីអញ្ចឹងបងស្រីធីតាហ្នឹងក៏ចាប់ដើមឆ្ងល់ថាបងស្រីសុភាហ្នឹងគាត់មើលទៅដូចអត់មានអីទេសុខភាពរឹងមាំធ្វើការងារលុយមិនក៏នៅសុខបែកឲ្យឈឺទេគាត់ក៏នឹកឃើញតែអាពេលដែលគាត់បងស្រីសុភាហ្នឹងយកកញ្ចប់អីមួយយកមកដាក់បងប្អូនទៅຕົកធ្វើការហើយអាកញ្ចប់ហ្នឹងក៏ឃើញនៅក្នុងបន្ទប់គាត់អញ្ចឹងគាត់ក៏ចាប់ផ្ដើមគាត់ថាហើយឃើញអាហេតុការណ៍ដែលគាត់ឈឺនឹងរៀងក៏គាត់ថាអ្នកដែលដាក់អំពើគាត់គឺមានតែបងសុភាហ្នឹងឯងព្រោះពេលដែលគាត់ទទួលបានការស្ដីពីមេស្ដីឲ្យមេពីមេការយ៉ាងនេះបងស្រីសុភាបែរជាញឹមបែបដូចជាសំដំណងឬអីមួយបងប្អូនហើយគាត់ក៏នឹកឃើញរឿងមួយនៅពេលមួយគាត់ហើយមិត្តភ័ក្តិរបស់គាត់រួមទាំងបងស្រីសុភាហ្នឹងចេញពីធ្វើការថែមម៉ោង9គាត់ក៏បបួលមិត្តភ័ក្តិទាំងអស់ហើយនឹងបងស្រីសុភាហ្នឹងទៅបន្ទប់ជួបរបស់គាត់ដើម្បីហៅថាជួបជុំគ្នាមានហូបផឹកស៊ីអីចឹងទៅបងប្អូនគាត់ក៏បបួលបងស្រីសុភាហើយមិត្តភ័ក្តិហ្នឹងទៅបន្ទប់គាត់ហើយគាត់ក៏នាំគ្នាផឹកអីចឹងទៅហើយបន្ទាប់ពីជួបជុំគ្នាស្វឹងស្រាងទៅក៏នាំគ្នាលាគ្នាទៅបន្ទប់ទៅអីរៀងខ្លួនវិញចឹងទៅគាត់ក៏នឹកឃើញអាយុហ្នឹងណាបងប្អូនគាត់ក៏គិតថាប្រហែលជាយុគហ្នឹងឯងដែលបងស្រីសុភាហ្នឹងចូលអាកញ្ចប់ដែលធ្វើអំពើហ្នឹងទៅដាក់បន្ទប់របស់គាត់អញ្ចឹងគាត់ក៏នៅពេលដែលទទួលបានដំណឹងហើយនឹកឃើញរឿងរ៉ាវហ្នឹងទទួលបានដំណឹងថាបងស្រីសុភាឈឺធ្ងន់ជួនកាលរវើយស្គមស្គាំងហើយត្រឡប់ទៅស្រុកកំណើតគាត់ក៏ដឹងថាប្រកាសណាបងស្រីសុភាគឺជាអ្នកធ្វើអំពើហ្នឹងទៅកាន់គាត់អញ្ចឹងគាត់ក៏អត់មានទៅគិតអីច្រើនក៏អត់មានទៅចង់គំនុំចង់អីនេះគាត់ប្រឹងប្រែងតែធ្វើការងារធ្វើអីហ្នឹងទៅហើយដល់ខែដែរបើកប្រាក់ខែបងបន្ទប់ជួលបន្ទប់អីហើយផ្ញើទៅគ្រួសារខ្លះហើយសន្សំខ្លះរហូតដល់គាត់អាចសន្សំបានលុយមួយចំនួនគាត់ក៏បន្តការសិក្សាចូលសាកលវិទ្យាល័យហើយគាត់ប្រាប់ថាមកដល់បច្ចុប្បន្នហ្នឹងគឺគាត់ជានិស្សិតឆ្នាំទី3ដែលគាត់ចាប់យកជំនាញផ្នែក IT បងប្អូនហើយគាត់ប្រាប់ថា
ការដែលបានចូលរៀនសាកលរបស់គាត់ហ្នឹងគឺដោយសារតែគាត់ប្រឹងប្រែងធ្វើការងាររោងចក្របងប្អូនហើយសំលុយបន្តិចចឹងទៅរហូតដល់គ្រប់លុយគ្រប់អីដើម្បីបង់ស្ថាប័នគាត់ក៏បន្តការសិក្សាហើយគាត់ប្រាប់ថាគាត់បន្តការសិក្សាជានិស្សិតហ្នឹងគាត់ក៏ធ្វើការថែមម៉ោងដែរទៅគាត់ថាការងារថែមម៉ោងគាត់ហ្នឹងមិនមែនជាប្រភេទការងាររោងចក្រអីទេគឺគាត់រៀនវេនថ្ងៃហ្នឹងទៅហើយគាត់រៀនវេនយប់បងប្អូនរៀនវេនយប់ហ្នឹងទៅពេលវេនថ្ងៃគាត់ធ្វើការងារជាអ្នករត់តុកជាអ្នកអីហ្នឹងទៅហើយមានលក់កាហ្វេលក់អីហ្នឹងទៅហើយអញ្ចឹងគាត់ប្រើប្រាស់ជីវិតសាមញ្ញហ្នឹងហើយបងប្អូនហើយនេះជារឿងរ៉ាវរបស់បងស្រីធីតាដែលគាត់បានជួបប្រទះដោយផ្ទាល់ហើយគាត់បានចែកម្លែកសម្រាប់បងប្អូនទាំងអស់សម្រាប់ស្ដាប់កំសាន្តហើយរឿងរបស់គាត់ក៏ដល់ទីបញ្ចប់ដែរបងប្អូនហើយអរគុណបងប្អូនសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ចប់ហ្នឹងហើយអរគុណបងប្អូន